យកសាច់មនុស្សយកទៅលក់នៅផ្សារហើយដើរប្រាប់គេថាហ្នឹងគឺជាសាច់អូទ្រីសហើយអ្នកដែលលក់ហ្នឹងគឺគាត់មានឈ្មោះថាចាងយ៉ុងមីងដែលគាត់គឺជាជនជាតិចិនគាត់គឺជា serial killer នៅក្នុងប្រទេសចិនមួយដែលរៀងល្បីដែរអ្នកនរគ្នាដែលជនហុងគ្រូគាត់មានរហូតដល់12នាក់ហើយគេជឿថាគាត់គឺញ៉ាំសាច់របស់ជនហុងគ្រូរបស់គាត់ទៀតមិនធម្មតាញ៉ាំសាច់ទេអ្នកនរគ្នាគឺគាត់យកសាច់របស់ជនហុងគ្រូដែលគាត់សម្លាប់ហ្នឹងយកទៅលក់នៅផ្សារហើយប្រាប់គេថាអាហ្នឹងគឺជាសាច់អូទ្រីសខ្ញុំមិនដឹងថាមានណាគេខ្លះដែលទិញសាច់ហ្នឹងយកទៅញ៉ាំណាដែលអត់ដឹងថាហ្នឹងគឺជាសាច់មនុស្សស្មើតែសាច់អូទ្រីសណាដោយចាងយ៉ុងមីងហ្នឹងគឺគាត់កើតនៅក្នុងឆ្នាំ1956នៅក្នុងខេត្តយូណានប្រទេសចិននិយាយទៅគាត់សាហាវតាំងពីគាត់អាយុ18ឆ្នាំមែនអ្នកនរគ្នានៅពេលដែលគាត់អាយុ18ឆ្នាំគឺគាត់បានប៉ុនប៉ងសម្រាប់ចរូនមួយរបស់គាត់ដោយចរូនមួយរបស់គាត់ហ្នឹងគឺបានមកកេងផ្ទះគាត់មកលេងអីចឹងទៅហើយគាត់ប៉ុនប៉ងសម្រាប់គេនៅពេលដែលគេដេកលក់ណាអ្នកនរគ្នាគាត់បានចាក់ចរូនមួយរបស់គាត់8កបិតអ្នកនរគ្នាចំកប៉ុន្តែជាសំណាងល្អដែលចរូនមួយរបស់គាត់គឺអត់មានគ្រោះថ្នាក់ឲ្យដាក់ប៉ះពាល់ដល់ជីវិតទេហើយបានគេខ្លួនតន់គាត់ត្រូវបានគេចាប់ខ្លួនហើយមូលហេតុដែលគាត់ប្រាប់ថាគាត់ចាក់ជ្រូនមួយគាត់ហ្នឹងគឺដោយសារតែគាត់និយាយថាគាត់កេង10000អ្នកនរគ្នាប៉ុន្តែទោះមិនគេត្រូវជាប់គុកដែរប៉ុន្តែជាប់គុកធំតែ6ខែគឺគាត់ចេញមកវិញបានបន្ទាប់ពីនឹងមកទៀតគឺក្នុងឆ្នាំ1978នៅពេលដែលគាត់មានអាយុធំតែ22ឆ្នាំឯងគឺគាត់ធ្វើសកម្មភាពគាត់ទៀតឯណាគ្នាគឺមានក្មេងប្រុសដែលមានអាយុ16ឆ្នាំម្នាក់ថានៅក្នុងភូមិតែមួយក្មេងប្រុសហ្នឹងគឺគាត់បានដើរមកលក់អង្គនៅម្ដុំផ្ទះរបស់ចាងយ៉ុងមីងហ្នឹងអញ្ចឹងនៅពេលដែលមកដល់អញ្ចឹងទៅគឺចាងយ៉ុងមីងហ្នឹងរបៀបលបងក្មេងប្រុសហ្នឹងឲ្យទៅដល់ផ្ទះគាត់អីចឹងហើយទៅដល់គឺគាត់បានច្បាច់កក្មេងប្រុសហ្នឹងរហូតដល់ស្លាប់បន្ទាប់ពីសម្លាប់ហើយគឺគាត់បានហូតកិច្ចខ្លួនប៉ុន្តែត្រូវប៉ូលីសចាប់បានចុងក្រោយមកក៏បានដាក់ទោសឲ្យគាត់ជាប់គុករយៈពេល19ឆ្នាំបន្ទាប់ពីគាត់ចេញពីគុកមកវិញណាអ្នកនរគ្នាបន្ទាប់ពី9-10ឆ្នាំមកគឺឪពុកម្ដាយរបស់គាត់គឺបានចែកឋានហើយបងប្អូនរបស់គាត់ទាំងប្រមាណហ្នឹងគឺអត់មានអ្នកគេហ៊ាននៅចិត្តគាត់ទេគឺគេ move ចេញពីម្ដុំហ្នឹងទាំងអស់ដោយសារគេខ្លាចគេញើសអីចឹងពេលដែលគាត់ចេញពីគុកវិញហ្នឹងគឺខាងរបៀបថាខាងភូមិខាងអីហ្នឹងគឺគេបានឲ្យដីគាត់របៀបជាឲ្យគាត់ដាំដំណាំរកស៊ីចិញ្ចឹមខ្លួនឯងចាប់ពីពេលហ្នឹងមកគឺគាត់របៀបថាអត់សូវទៅឆ្ងាយទៅណាឆ្ងាយពីផ្ទះគាត់គឺគាត់នៅតែម្ដុំផ្ទះគាត់ហ្នឹងគាត់ហ៊ានទៅចូលទៅកន្លែងភូមិគេគាត់ហ៊ានអីទេនិយាយអញ្ចឹងតិចថាគាត់កាយខ្លួនគាត់អីគាត់រកស៊ីចិញ្ចឹមជីវិតធ្វើដូចមនុស្សធម្មតាអត់ទេអ្នកនរគ្នាចេញពីគុកជាប់គុក9-10ឆ្នាំហើយសម្រាប់គេអស់2នាក់ហើយចេញមកគឺនៅតែប្រព្រឹត្តអំពើដដែលហ្នឹងគាត់អត់កាយខ្លួនទេគឺចាប់ពីឆ្នាំ2007រហូតដល់ឆ្នាំ2012គឺគាត់ធ្វើការសម្លាប់មនុស្សរហូតដល់12នាក់ថែមទៀតហើយជនហុងគ្រូរបស់គាត់ភាគច្រើនគឺអាយុពី12ឆ្នាំទៅ22ឆ្នាំហើយភាគច្រើនគឺសិតតាភេទប្រុសភាគច្រើនគឺគាត់លបងឲ្យគេមកធ្វើនេះធ្វើនោះឲ្យគាត់ជួសជុលនេះជួសជុលនោះឲ្យគាត់អីចឹងទៅហើយគាត់ធ្វើការសម្លាប់គេដោយអ្នកភូមិហ្នឹងដំបូងមានអ្នកគេសង្ស័យទេចេះតែបាត់ខ្លួនពីមួយទៅមួយមានអ្នកគេសង្ស័យដោយសារគឺថាអត់ដែរឃើញគាត់ចេញពីផ្ទះគាត់អត់ដែរឃើញគាត់ចេញពីទីតាំងម្ដុំគាត់ចូលភូមិចូលអីទេចឹងអត់មានអ្នកគេសង្ស័យរហូតដល់ករណីចុងក្រោយដែលគាត់សម្លាប់ជនរងគ្រោះទី12របស់គាត់ដោយជនរងគ្រោះទី12របស់គាត់គឺមានឈ្មោះថាហានយ៉ាវដែលគាត់គឺជានិស្សិតនៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងភូមិនឹងអ្នកនរគ្នាហើយគាត់ក៏ធ្វើការក្រៅម៉ោងនៅក្នុងភូមិនឹងដែររហូតដល់ថ្ងៃទី25ខែ4ឆ្នាំ2012ហ្នឹងគឺគាត់បានបាត់ខ្លួនសូនឆឹងហ្មងសូម្បីមិត្តភ័ក្តិគាត់ក្រុមគ្រួសារគាត់គឺអត់មានអ្នកគេបានដំណឹងពីគាត់ទេអញ្ចឹងគេក៏បានយកទៅ report ប្រាប់ប៉ូលីសគេក៏បានស៊ើបអង្កេតថាថៃបានគាត់បាត់ខ្លួនអីចឹងណាពេលដែលប៉ូលីសគាត់ស៊ើបអង្កេតហ្នឹងគឺគេបានសង្ស័យទៅលើចាងយ៉ុងមីងអ្នកនរគ្នាហើយពេលហ្នឹងគេគាត់សង្ស័យគេទៅឆែកផ្ទះរបស់គាត់អីចឹងណាពេលដែលគេទៅឆែកផ្ទះរបស់គាត់ណាអ្នកគ្នាឲ្យតែគេរកឃើញគឺភ្ញាក់ផ្អើលខ្លាំងមែនតើហ្មងគឺខាងប៉ូលីសគឺបានរកឃើញសាកសពរបស់ហានយ៉ាវដែលជាជនរងគ្រោះទី12របស់គាត់ហ្នឹងដែលគាត់កាត់ដៃកាត់ជើងនិយាយទៅគឺបំបែកសាកសពរបស់ហានយ៉ាវនឹងឡើងខ្ទេចខ្ទីហ្មងនៅក្នុងផ្ទះហ្នឹងណាមិនធម្មតាប៉ុណ្្នឹងឯងគឺប៉ូលីសបានរកឃើញកឡមួយដែលនៅក្នុងកឡហ្នឹងគឺសុទ្ធតែគ្រាប់ផ្នែករបស់ជនរងគ្រោះរបស់គាត់ហើយនឹងមានកតិកទីសាច់ឬថាសាច់សាកសពសាច់មនុស្សសាច់អីនៅក្នុងទូទឹកកកនៅនិយាយទៅនៅក្នុងផ្ទះរបស់គាត់ហ្មងហើយគេក៏បានជីកដីជីកអីនៅម្ដុំផ្ទះរបស់គាត់ណាគឺគេបានរកឃើញសាកសពចំនួន10អ្នកនរគ្នាដូចឆ្អឹងដូចគ្រោងឆ្អឹងដូចអីចឹងចំនួន10នាក់ប៉ូលីសបានសន្និដ្ឋានទៀតថាសាច់មួយចំនួនរបស់ជនរងគ្រោះរបស់គាត់ហ្នឹងគឺគាត់បានដាក់ឲ្យឆ្កែរបស់គាត់ស៊ីសាច់មួយចំនួនគឺគាត់ញ៉ាំខ្លួនឯងហើយសាច់មួយចំនួនទៀតគឺគាត់បានយកទៅផ្សារយកទៅលក់ឲ្យប្រាប់គេថាគឺជាសាច់អូទ្រីសនិយាយទៅគឺគាត់សាហាវខ្លាំងមែនតើហ្មងអ្នកនរគ្នាឃ្លៀតតកឈាមត្រជាក់ហ្មងណាហើយគេក៏បានចាប់ខ្លួនគាត់នៅពេលដែលគាត់ឡើងកាត់ក្តីហ្នឹងគឺគាត់តែសុំទោសទេប៉ុន្តែគាត់អត់មានវាថាបច្ចេកអារម្មណ៍សោកស្ដាយដែលគាត់ធ្វើអញ្ចឹងឬក៏គាត់សោកស្ដាយទៅលើទង្វើគាត់អីទេដោយតុលាការគឺបានកាត់ក្តីប្រហារជីវិតទៅឲ្យគាត់ហើយគាត់ក៏ត្រូវបានគេប្រហារជីវិតនៅក្នុងឆ្នាំ2013ដែរហើយរឿងក្តីយើងគឺមានតែប៉ុណ្្នឹងទេទៅរឿងក្តីនេះគឺវារឿងវែងហ្មងអ្នកនរគ្នាប៉ុន្តែខ្ញុំព្យាយាមកាត់និយាយធូរឲ្យអ្នកនរគ្នាយល់ងាយស្រួលយល់អីចឹងណាចឹងបើសិនជាចំណុចណាដែលខ្ញុំនិយាយអត់ច្បាស់ឬក៏ចំណុចណាដែលខ្ញុំនិយាយទៅខុសសូមអធិស្ឋានផង